សូមជម្រាបដល់ញោមញាតិបងប្អូនក្នុងនិងក្រៅប្រទេសខ្ញុំបាទសូម review នៅសៀវភៅអក្សរខេមរៈភាសាខ្មែរដើម្បីជូនដល់សិស្សនៅឆ្នាំ2026រួមមានវិជ្ជាខេមរៈភាសាអក្សរខ្មែរពាក្យទី1ភាសាខ្មែរនឹងសរសេរអានថ្នាក់ទី1ថ្នាក់ទី2ថ្នាក់ទី3ចំណែកនេះគឺប៊ិចសរសេរនោះគឺប្រអប់សៀវភៅសរសេររួមមាន16ប្រអប់បើក្នុងមួយប្រអប់ចឹង200ក្បាលសៀវភៅអញ្ចឹងទេ200គុណអយ16ប្រអប់មានចំនួន3200ក្បាលសៀវភៅសរសេរបាទនេះជាសៀវភៅពុំនឹងសៀវភៅសរសេរយើងសម្រាប់ជូនដល់សិស្សនៅឆ្នាំ2026នេះឯងឆ្នាំនេះដោយថវិកាយើងមានចំនួនតិចគឺ$2,500ហើយបដូរជាលុយវៀតណាមគឺបាន60លានជាងបាទហើយខ្ញុំជាសៀវភៅរួមទាំងអស់នោះបានថប់62លានហើយបាទចំណែកថាលុយថវិកាយើងនោះក៏មាននៅសេសសល់ប្រហែលលានទេហើយលុយដែលយើងបំរុងចេញនៅថ្ងៃស្អែកឬខាន់ស្អែកនេះគឺមានលុយឡានលុយបងប្អូនដែលជំនួយព្រមទាំងលុយប្រគេនដល់ព្រះសង្ឃផងហើយជាងនឹងនោះគឺខ្ញុំនឹងលៃលកខ្លួនខ្ញុំបន្តបាទដើម្បីនឹងយើងធ្វើឲ្យបានសម្រេចក្នុងឆ្នាំ2026នេះខ្ញុំបាទសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូប្រធានលោកគ្រូថេកសិចានដែលជានាមគតិប្រធានបថលទំនុកបំរុងបថលព្រមទាំងបងប្អូនផ្សេងទៀតដែលបានឧបត្ថម្ភគ្រប់គ្រងនៅការលើកទទួលវប្បធម៌អក្សរសាស្ត្ររបស់យើងនៅខ្មែរកម្ពុជាក្រុងវៀតណាមនេះខ្ញុំបាទសូមតំណាងដល់សិស្សក៏ដូចជាលោកគ្រូអ្នកគ្រូញោមញាតិនៅទីនេះសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅហើយនេះជាការលើកទឹកចិត្តមួយដ៏ធំចំពោះបងប្អូនយើងនៅក្រៅក៏ដូចជាបរទេសដែលយកចិត្តទុកដាក់ចំពោះខ្លួនវប្បធម៌អក្សរសាស្ត្រដូចជារក្សានៅតម្លៃនៃអក្សរសាស្ត្រដើម្បីគួនចៅខ្មែរយើងបន្តពងសាវតារៀនសូត្ររក្សានៅអក្សរសាស្ត្ររបស់យើងឲ្យបានយូរអង្វែងជាងនឹងមានតែការលះបង់នៅកម្លាំងសទ្ធាទៅបីតិចច្រើនដែលបានមានជាវត្ថុតម្កល់នៅទីនេះយើងខ្ញុំនឹងជូនដល់សិស្សនៅឆ្នាំនេះដែរក៏ដូចជាសពឆ្នាំបងប្អូនដែលបានតែងទៅធ្វើអញ្ចឹងខ្ញុំថាតែងតែមានចិត្តរំភើបហើយខ្នះខ្នែងធ្វើអស់ពីសមត្ថភាពបាទសាជាថ្មីក៏សូមថ្លែងអំណរអគុណចំពោះលោកគ្រូញោមញាតិបងប្អូនទាំងអស់ដែលនៅក្នុងនិងក្រៅជាពិសេសថាលោកគ្រូថេកសិចានដែលជាអ្នកមគ្គុទ្ទេសក៍ឧបត្ថម្ភខំប្រពថលព្រមទាំងក្រុមគ្រួសាររបស់គាត់មានអ្នកម្ដាយថេកសុផលព្រមទាំងគូនមានក្នុងនោះមានបងថេកធនារាដែលជាអ្នកមគ្គុទ្ទេសក៍បថលផងដែរខ្ញុំបាទក៏សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបាទ